សួស្តីបងប្អូនទាំងអស់គ្នាយើងបន្តមកកាន់ភាគទី3នៃមេរៀន verb call location របស់យើងដែលនៅក្នុងកិច្ចសន្ទនាដែលនិយាយអំពី using verb call locations every day ការប្រើប្រាស់កិរិយាសព្ទ call location ជារៀងរាល់ថ្ងៃអញ្ចឹងមានតួអង្គសុខាហើយនិងតារាពួកគាត់ចាប់ផ្ដើមនិយាយ Good morning Dara did you do your homework last night រុនសួស្តីតារាតែអ្នកឯងធ្វើកិច្ចការងារផ្ទះរបស់អ្នកឯងកាលពីយប់មិញមែនទេ Yes I did my homework and made a plan for today បាទខ្ញុំបានធ្វើកិច្ចការងារផ្ទះរបស់ខ្ញុំហើយបានបង្កើតគម្រោងសម្រាប់ថ្ងៃនេះ That's great I had breakfast before coming to school បែបហ្នឹងគឺល្អណាស់ខ្ញុំបានញ៉ាំអាហារពេលព្រឹកមុនពេលទៅសាលាMe too. I also took a photo of the sunrise. ខ្ញុំក៏អញ្ចឹងដែរខ្ញុំក៏បានថតរូបថ្ងៃរះ Nice. Did your brother get a job yet? ល្អមែនតើប្អូនប្រុសរបស់អ្នកឯងទទួលបានការងារហើយឬនៅ Yes, he got a job at a local company last week. បាទគាត់ទទួលបានការងារនៅឯក្រុមហ៊ុនក្នុងស្រុកមួយកាលពីសប្តាហ៍មុន Wonderful our teacher gave us some good advice yesterday ពិតជាអស្ចារ្យមែនគ្រូរបស់ពួកយើងបានឲ្យពួកយើងនៅដំបូន្មានល្អមួយចំនួនកាលពីម្សិលមិញ Yes she told us to pay attention in class and do our best បាទគាត់បានប្រាប់យើងឲ្យផ្ដោតអារម្មណ៍នៅក្នុងថ្នាក់រៀនហើយធ្វើឲ្យបានអស់ពីសមត្ថភាពរបស់ពួកយើង I always try to keep my promises and follow the rules ខ្ញុំតែងតែរក្សាការសន្យារបស់ខ្ញុំហើយធ្វើតាមវិន័យ That's a good habit we should never break a promise នោះគឺជាទម្លាប់ល្អមួយពួកយើងគួរតែមិនបំពានការសន្យាទេឬក៏បំភ្លេចការសន្យាទេបាទចឹងពាក្យដែលភ្ជាប់ជាមួយនឹងមេរៀនverb call location របស់យើងមានដូចជា made a plan គឺធ្វើផែនការធ្វើគម្រោងការអីមួយបាទហើយ had breakfast ដែលមកពីថា have យើងប្រែថាញ៉ាំទៅជាញ៉ាំអាហារពេលព្រឹកហើយ took a photo បាទដែលយើងប្រែថាថតរូបហើយគេទៅចប់មានន័យថាទទួលបានការងារធ្វើហើយបាទគេទៅចប់ហើយពាក្យក៏ទៅចប់មកពាក្យគេទៅចប់ដែរដោយសារវាជាអតីតកាលបាទហើយពាក្យpay attention គឺផ្ដោតអារម្មណ៍ចាប់អារម្មណ៍បាទហើយផ្ចង់អារម្មណ៍ទៅកាន់គ្រូអីហ្នឹងបាទ keep promises មានន័យថារក្សានៅកិច្ចសន្យាការសន្យាដល់ពេលផ្ទុយពី break a promise មានន័យថាបំពានឬក៏បំភ្លេចឬក៏បោះបង់នៅការសន្យាបាទអញ្ចឹងទាំងនេះគឺជា verb collocation របស់យើងមកជួបការលំហាត់ម្ដង choose the correct collocation ចូលជ្រើសរើសកិច្ចសព្ទដែលជា collocation ឲ្យបានត្រឹមត្រូវដោយ fill in the blank with the correct collocation បំពេញនៅក្នុងចន្លោះជាមួយនឹង collocation ឲ្យបានត្រឹមត្រូវអញ្ចឹងហើយយើងមើលតាមបរិបទនៃប្រយោគដើម្បីឲ្យយើងដាក់ត្រឹមត្រូវបាទចឹងឡើយនេះគឺ I គេ mistake in the test មានន័យថាគេ do ឬក៏ make បាទ do ឬក៏ make ចឹងតើតើជាមួយនឹងពាក្យ mistake មានន័យថាអ្វីដែលយើងធ្វើវាចឹងហើយយើងប្រើពាក្យ make នឹងឯងបាទដល់ពេលកន្លែងនេះគឺតើតើជាមួយនឹង homework ចឹង homework យើងកិច្ចការដែលមានស្រាប់ដែលគ្រូដាក់ឲ្យធ្វើចឹងយើងប្រើអីគេប្រើ do បាទចឹង do homework ហើយពេលខ្លះយើងត្រូវចាំclear របស់វាជាតែម្ដងបាទគឺពាក្យណាដែលប្រើពាក្យណាប្រើជាមួយនឹងហើយ make អីហ្នឹងបាទហើយកន្លែងនេះយើងឃើញពាក្យ breakfast breakfast យើងសំដៅទៅលើការញ៉ាំនឹងឯងចាំបងប្អូនឲ្យមើលបន្តទៀតមកថាយើងត្រូវដាក់ពាក្យអ្វីបាទហើយនៅមានលំហាត់ទី11ទៀតបងប្អូនមើលទៅថាតើគួរដាក់ពាក្យអ្វីបាទអញ្ចឹងចុច video scope បន្ទាប់ពីចុច video scope ធ្វើចម្លើយរួចហើយមកមើលចម្លើយជាមួយខ្ញុំដូចតទៅបាទចឹងនេះគឺជាចម្លើយនៃលំហាត់ខាងលើពី1ដល់10បន្តមកទៀតយើងមកកាន់លំហាត់ទី2
correct or incorrect មានន័យថាប្រយោគរបស់យើងខាងក្រោមនេះត្រូវឬក៏ខុសបាទប្រើ collocation ត្រូវឬក៏ខុសបាទអញ្ចឹង right correct tick incorrect cross អញ្ចឹងកន្លែងណាត្រូវយើងគូ tick មកកន្លែងណាមិនត្រូវយើងគូខ្វែងមកហើយកែវាត្រូវផងអញ្ចឹងបងប្អូនអើយគិតតែមើលថាតើប្រយោគហ្នឹងត្រូវកែ collocation វិញណាគឺត្រូវកែ do make have នេះអញទៅជាអ្វីវិញបាទបងប្អូនពិចារណាគិតតាមនឹងមកខ្ញុំជួយមួយ I do a mistake បើអញ្ចឹងកន្លែងហ្នឹង mistake អត់ផាត់ do ទេគឺ make I make a mistake អញ្ចឹងប្រយោគនេះគឺជាប្រយោគដែលខុសយើងដាក់ខ្វែងមកហើយកែវាឲ្យត្រូវនៅក្នុងនេះផងបាទចឹងបងប្អូនចុចវីដេអូ stop ធ្វើឲ្យរួចនៅចម្លើយនៃលំហាត់នេះបាទអូខេចឹងបន្ទាប់ពីធ្វើរួចហើយបងប្អូនផ្ទៀងចម្លើយជាមួយខ្ញុំដូចតទៅអញ្ចឹងអ្វីដែលខុសគឺមានទី1ទី3ហើយនិងទី6ក្រៅពីហ្នឹងត្រូវទាំងអស់ដែល I do ទៅជា I make បាទទៅជា make a mistake ហើយកន្លែងនេះហើយ make ទៅជា do វិញបាទ do homework ហើយកន្លែងនេះgive attention ទៅជា pay វិញបាទទៅជា pay attention វិញអូខេអញ្ចឹងសម្រាប់មេរៀនតើទៅជាមួយនឹង verb collocation របស់យើងសូមមកថាចប់ប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងមេរៀនក្រោយវីដេអូក្រោយ